បាទសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះគឺថ្ងៃទី19ខែមេសា2026បាទចឹងចូលឆ្នាំចប់ហើយប៉ុន្តែនៅវត្តមួយចំនួនក៏នៅមានត្រាស់បង្ហើយនៅខ្លះទៅតាមស្រុកភូមិ20 21ក៏ខ្លះក៏នៅមានដែរបងប្អូនបាទចឹងបន្ទាប់ពីចូលឆ្នាំហើយថ្ងៃនេះខ្ញុំឆ្លៀតបាទបងប្អូនចាប់ទន្សាយចាក់ថ្នាំគេខ្លះអត់ចាក់ទាំងអស់ទេបងប្អូនតែពិតថ្នាំនេះវាការពារទន្សាយមានផ្ទៃពោះឬក៏វាផើមហ្នឹងក៏វាមិនប៉ះពាល់កូនដែរប៉ុន្តែខ្ញុំខ្ជិលមេដែលចិត្តកើត 3 4ហ្នឹងគឺខ្ញុំអត់ចាក់ទេខ្ញុំចាក់តែមេដែលទើបតែដាក់ឈ្មោលថ្មីឬក៏បាន 4 10ថ្ងៃទេហើយនឹងឈ្មោលផ្សេងបាទខ្ញុំចាក់មួយសាសិនហើយមេដែលថាចិត្តកើតហ្នឹងចាំមើលវាកើតបានមួយអាទិត្យបាទខ្ញុំចាក់វាទៀតបងប្អូនហ្នឹងហើយដោយសារវាឡើងគេតាមតិចតាមអីខ្លះហើយឆ្លៀតពេលតនេឆ្លៀតចាក់វាហើយបងប្អូនហ្នឹងហើយចឹងការចាក់នេះគឺអាចចាក់ការពារក៏បានអាណាក៏តិចយើងចាក់តែម្ដងក៏វាបាត់ហើយបងប្អូនបាទចេះវាកុំឲ្យទុកវាច្រើនពេកតែទុកវាឡើងគេខ្លាំងពេញខ្លួនពេញដៃពេញជើងចាក់ពីរដងបាត់ហើយតែពេលតែវាបាត់វាផ្អាករោឈ្មោលផ្អាកកូនទៀតវាក្តៅថ្នាំគេបងប្អូនហើយសម្រាប់ពពួកប៉ារ៉ាស៊ីតទាំងក្នុងទាំងក្រៅគេពួកចៃថ្នាំនេះគឺយើងចាក់ឆ្កែឆ្មាជ្រូកគោពពែបានធម្មតាបាទយើងចាក់អន្សាយក៏បានដែរបាទអរគុណច្រើនបងប្អូនអ្នកគ្នា